ជីប្រភ្នូលនាំមកនូវសេរីមង្គលដល់មាតុភូមិនៃប្រទេសកម្ពុជាសិលាចារឹករកឃើញថ្មីនៅឃុំខ្នាតមីសស្រុកបាវេរខេត្តបាត់ដំបងសិលាចារឹករាងជាសម្លឹកសីមាមានចម្លាក់ព្រះពុទ្ធរូបទាំងអក្សរនិងចម្លាក់ស្ថិតនៅចុងសតវត្សទី10រូបភាពទទួលបានមិនសូវច្បាស់មិនអាចអានបានទាំងស្រុងសិលាចារឹកនេះមានកាលបរិច្ឆេទប៉ុន្តែអាចដាច់ឬមើលពុំច្បាស់ចារឹកនេះជាព្រះរាជបញ្ជាព្រះបាទស្រីជ័យវរ្ម័នទី5ត្រាស់ឲ្យចារសិលាចារឹកនិងឆ្វាត់ដីប្រាសាទនោះប្រហែលជាថ្វាយដោយអាចារ្យឈ្មោះព្រហ្មេនត្រពេជ្រវរ្ម័នត្រវិចមានវគ្គ3នាក់គឺវគ្គលេមវគ្គសូនិងវគ្គជីនេនត្រយោគីទំនងជាអ្នកនាំអាចារ្យព្រហ្មេនត្រពេជ្រទៅជាវដីថ្វាយប្រាសាទមានរៀបរាប់ពីព្រំប្រដុលដីមានប្រាប់អ្នកចារសិលាចារឹកនេះរូបថតលោកគ្រូកឹមសោផនប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបង